យាមកំពុងតែដេកភ័យមកលេងប៉ះចំសាសនាហិណ្ឌូដែលជាសាសនារដ្ឋរបស់ឥណ្ឌាមិនបាច់បកស្រាយទេទង្វើស្មោកគ្រោករបស់អ្នកគេបានដឹងអស់ហើយហើយខំប្រឹងបកស្រាយទាំងញ័រមាត់ថាខ្លួនគ្មានគោលបំណងមាក់ងាយលើសាសនាហិណ្ឌូទេក្រោយអតីតសមាជិកសភាឥណ្ឌានិងក្រសួងការបរទេសឥណ្ឌាទ្រាំនឹងទង្វើក្រអិតក្រទមរបស់ថៃមិនបានចេញមករិះគន់ចំថាសកម្មភាពរបស់យោធាថៃដែលយកគ្រឿងចក្រទៅវាយកំទេចផ្ដួលរំលំរូបសំណាកអាទិទេពនៅក្នុងសាសនាហិណ្ឌូដ៏ធំនៅក្នុងទឹកដីកម្ពុជាដែលសៀមឆ្លៀនពៀនចូលមកទាំងកម្រោនោះគឺជាទង្វើមាក់ងាយដែលមិនអាចទទួលយកបាននោះទេនៅក្នុងអត្ថបទចុះផ្សាយដោយកាសែតកៅសុតមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃបានខំប្រឹងបកស្រាយការពារខ្លួនថាសកម្មភាពយោធាថៃប្រើគ្រឿងចក្របំផ្លាញរូបសំណាកអាទិទេពហិណ្ឌូដ៏ធំនេះគឺគ្មានជំរុញដោយសាសនាជំនឿឬក៏ចេតនាណាមួយទៅមាក់ងាយនិមិត្តរូបដ៏ស័ក្តិសិទ្ធិឬក៏ជំនឿសាសនាណាមួយនោះទេហើយថាថៃតែងតែគោរពយ៉ាងជ្រាលជ្រៅចំពោះប្រព័ន្ធជំនឿនិងសាសនាទាំងអស់រួមទាំងសាសនាហិណ្ឌូផងដែរហើយភាគីថៃតែងតែយល់អារម្មណ៍នៃជំនឿរបស់សាសនាទាំងអស់នៅលើពិភពលោកសៀមនិយាយបកស្រាយស្ដាប់ទៅល្អខ្លាំងណាស់សុទ្ធតែយល់អារម្មណ៍របស់ជំនឿរបស់ជាតិសាសន៍ដទៃចុះអ្នកឯងយកយន្តហោះចម្បាំង F16 ទិញពីអាមេរិក Gripen ទិញពីស៊ុយអែត T50 ទិញពីកូរ៉េខាងត្បូងមកទម្លាក់ទ្របមិនញញើតលើប្រាសាទបុរាណជាប្រាសាទសាសនាដែលបុព្វបុរសខ្មែរខំកសាងយ៉ាងលំបាកទុកឲ្យកូនចៅតជំនាន់ក្រោយលើវត្តអារាមលើស្ពានផ្លូវថ្នល់សំណង់ស៊ីវិលសំណង់ពាណិជ្ជកម្មនិងលើជនស៊ីវិលយ៉ាងខុសខើយយងក្នុងនោះអានឹងស្អីគេទៅវិញនេះឬគឺជាពាក្យដែលថាគោរពដល់សាសនាឬក៏សាសដតីយ៉ាងស្មោះស្ម័គ្រអស់ពីចិត្តនោះអញ្ចឹងមិនចាំបកស្រាយយកល្អនោះទេគេដឹងដល់ក្រយៅអស់ហើយ